បន្ទាប់ពីភាគមុនបន្ទាប់ពីចូលមកដល់ខាងក្នុងហើយលោកពូដុកឈឺក៏បានសូមអភ័យទោសដែលអំបែសមិញនេះគាត់មិនបានឃើញសែងវូនៅខាងក្រៅតែសែងវូមិនបានយកទោសបីអ្វីនោះទេដោយហេតុតែរូបរាងសែងវូប្រែប្រួលមានរាងកាយស្គមជាងមុនប្រពន្ធលោកពូដុកឈឺមើលគេសឹងមិនចង់ស្គាល់ឯសែងវូនៅតែយល់ឡែថាព្រោះតែគេបានតែហាត់ប្រាណនឹងឯងរួចហើយសែងវូក៏ងាកទៅសួររាក់ទាក់កូនស្រីលោកពូដុកឈឺវិញម្ដងអញ្ចឹងកូនស្រីលោកពូដុកឈឺមានឈ្មោះថាហាយុនស្គាល់ឈ្មោះហើយសែងវូបន្តរាក់ទាក់ណែនាំឈ្មោះទៅកាន់ហាយុនវិញបន្តប្រាប់ពីគោលបំណងនិងកិច្ចការដែលគេមកទីនេះគឺដើម្បីធ្វើជាគ្រូបង្រៀនក្រៅម៉ោងរបស់នាងខណៈពេលដែលអ្នកទាំងពីរកំពុងតែសំណេះសំណាលគ្នាក្រឡេកមកមើលឪពុកម្ដាយកំហួយទាំងពីរឯនេះវិញក៏កំពុងតែខ្សឹបខ្សៀវគ្នាពីអាការៈកូនស្រីរបស់ពួកគាត់ដោយហេតុតែអ្នកដែលញ៉ែតចង់ដេញគ្រូថ្មីទៅវិញអំបែមិញនេះឥឡូវនេះបែរជាកំពុងតែអឹមអៀនជាមួយនឹងវត្តមានរបស់លោកគ្រូសង្ហាទៅវិញមកមើលហាយុនវិញក៏កំពុងតែខ្មាស់អៀននឹងសែងវូយ៉ាងខ្លាំងព្រោះនាងខ្លាចថាសែងវូបានឮសំឡេងស្រែកញ៉ែតរបស់នាងអំបែមិញនេះរីឯសែងវូក៏និយាយបន្តដោយសុំចង់មើលលទ្ធផលនៃការសិក្សារបស់នាងឮសំណើសែងវូបែបនេះហាយុននាងរៀងភ្ញាក់ផ្អើលបន្តិចដែរបន្ទាប់ពីពិនិត្យមើលលទ្ធផលសិក្សារបស់ហាយុនរួចហើយគឺថាសែងវូឡើងចង់អាណិតមុខឆឹងតែម្ដងខណៈពេលដែលហាយុនក៏កំពុងតែខ្មាស់អៀននឹងសែងវូយ៉ាងខ្លាំងរីឯលោកពូដកឈឺក៏មិននៅយូរប្រញាប់ដាក់មេប្រូចរត់ចេញបាត់ទៅដោយប្រាប់ថាគាត់ចេញទៅធ្វើការសិនហើយឃើញគាត់លេងរត់ចោលគ្នាបែបនេះប្រពន្ធគាត់រៀងមួម៉ៅបន្តិចដែរមកមើលសែងវូវិញដោយហេតុតែឃើញថាទឹកមុខហាយុនមិនសូវជាល្អគេក៏បាននិយាយលួងលោមថាកាលនោះគេក៏មានពិន្ទុមិនសូវជាល្អប៉ុន្មាននោះដែរតែក៏ដោយសារតែគេមានកន្លឹះខ្លះមួយចំនួនសម្រាប់សិក្សាឮបែបនេះហាយុនប្រែជារីកមុខរីកមាត់សប្បាយចិត្តឡើងវិញអញ្ចឹងការបង្រៀនរបស់សែងវូក៏ចាប់ផ្ដើមពីថ្ងៃនេះតទៅតែម្ដងរយៈពេល80ផ្លែតក្រោយមកបន្ទាប់ពីបញ្ចប់ការបង្រៀនត្រឡប់មកដល់កន្លែងស្នាក់វិញរំលឹកទៅដល់ការបង្រៀនរបស់គេអំបែមិញនេះគេក៏ឆ្លៀតសរសើរកូនសិស្សរបស់ខ្លួនផងដែរថានាងល្អប្រសើរជាងអីដែលគេបានគិតទៅទៀតបន្ទាប់ពីទុកដាក់សម្លៀកបំពាក់ស្រួលបួលហើយក៏បន្តកាត់ពីខ្លួនវិញម្ដងបើតាមស្មាននេះលេខ1គួរតែទៅធ្វើការបាត់ហើយអញ្ចឹងអ្វីដែលគេកំពុងតែស្មុគស្មាញនោះគឺប្រសិនបើខ្លួនចេះតែកើនឡើងចំនួនច្រើនទៅនោះឧបករណ៍ប្រើប្រាស់ដូចជាទូរស័ព្ទអីហ្នឹងក៏ត្រូវការចំនួនច្រើនគ្រឿងដូចគ្នាបន្ទាប់មានគម្រោងចង់ទិញស្គីមួយនៅក្នុងគេហទំព័រអ្នកប្រមាញ់ក្រោយពីណាត់ចុះឡើងក៏ចាប់អារម្មណ៍ទៅនឹងស្គីចំនួន2ដែលមួយគឺជាជំនាញ Familiar Skill ឥទ្ធិពលរបស់វាអាចជួយឲ្យអ្នកប្រើប្រាស់អាចបែងចែកថាមពលផ្លូវចិត្តទៅលើសត្វចិញ្ចឹមឬក៏អ្វីដែលគេបានកោះហៅឡើងមកដើម្បីសង្កេតមើលអ្វីដែលពួកវាបានឃើញនិងទទួលបានបទពិសោធន៍ផ្សេងៗក្នុងកំឡុងពេលដែលគេប្រើប្រាស់ស្គីមួយនេះទៅលើពួកវាចំពោះជំនាញមួយនេះមានតម្លៃទៅដល់100លានវ៉ុនឯណោះរីឯមួយទៀតវិញគឺជាជំនាញ Telepathy Skill ឥទ្ធិពលរបស់វាអាចជួយឲ្យអ្នកប្រើប្រាស់បញ្ចេញថាមពលផ្លូវចិត្តទាក់ទងដោយផ្ទាល់ជាមួយនឹងមនុស្សដទៃទៀតហើយតម្លៃរបស់វាត្រឹមតែ400លានវ៉ុនតែប៉ុណ្ណោះថ្វីត្បិតតែស្គីមួយនេះមានតម្លៃរៀងខ្ពស់ប៉ុន្តែមានអ្នកប្រើប្រាស់ច្រើនសរុបជារួមទៅអត្ថប្រយោជន៍របស់វាប្រៀបដូចជាយើងអាចទាក់ទងគ្នាដូចជាការនិយាយទូរស័ព្ទយ៉ាងអញ្ចឹងគ្រាន់តែឃើញតម្លៃរបស់ស្គីទាំងពីរសែងវូឯណេះឡើងចង់ឆ្អែតបាយយ៉ាងណាមិញតម្លៃមួយនេះគឺគ្រាន់តែជាតម្លៃកម្រិតទាបបំផុតតែប៉ុណ្ណោះតម្លៃទាបបំផុតប៉ុណ្ណនេះទៅហើយអញ្ចឹងក៏មិនដឹងថាតម្លៃខ្ពស់បំផុតប៉ុន្មានរយពាន់លាននោះទេក្រឡេកមកមើលទឹកប្រាក់ដែលសែងវូនៅសល់វិញមានត្រឹមតែ20,000 វ៉ុនជាងដែលស្មើទៅនឹង$200ជាងតែប៉ុណ្ណោះពេលនេះក្នុងចិត្តគេក៏កំពុងតែច្របូកច្របល់យ៉ាងខ្លាំងមិនដឹងថាខ្លួនត្រូវធ្វើជាអ្នកប្រមាញ់ឬក៏អត់នោះទេ
បើក្រឡេកមើលមកផ្ទះផ្សាយព័ត៌មានឯនេះវិញឃើញគេផ្សាយឡើងមកថាចំពោះអ្នកប្រមាញ់អេរ៉ាង Hunter នឹងទទួលបានផ្ទះយ៉ាងប្រណិតមួយខ្នងដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េព័ត៌មានមួយនេះដូចជាបានដាស់ស្មារតីរបស់សែងវូយ៉ាងចឹងគិតឡើងមកថាជាមួយនឹងជំនាញដ៏អស្ចារ្យរបស់គេនេះមិនគួរណាយកមកប្រើប្រាស់ត្រឹមតែការងារធម្មតាបែបនេះនោះទេគិតរួចក៏រៀបចំខ្លួនចេញទៅក្រៅប្រុចនៅខណៈនេះផងដែរគេដូចជាបានដោះសោទទួលបាននូវសមត្ថភាពថ្មីថែមមួយទៀតរួចហើយសាច់រឿងក៏បានណែនាំឲ្យយើងបានដឹងដែរថាកាលពីឆ្នាំ2000គតមានច្រកផុតថយជាច្រើនបានលេចឡើងនៅទូទាំងពិភពលោកស្របគ្នានោះក៏មានសត្វចម្លែកយ៉ាងច្រើនលេចចេញពីច្រកផុតថយនីមួយៗគ្រោះមហន្តរាយដ៏ធំមួយនេះបានបណ្ដាលឲ្យប្រជាជនជាងពាក់កណ្ដាលនៃពិភពលោកត្រូវបានស្លាប់វាហាក់ដូចជាមនុស្សជាតិដើរមកដល់ទីបញ្ចប់ហើយប៉ុន្តែនៅគ្រានោះផងដែរក៏ស្រាប់តែលេចឡើងចេញមកនៅមនុស្សដែលមានសមត្ថភាពពិសេសយ៉ាងណាមិញថ្វីត្បិតតែមានពួកគេក៏ពិតមែនប៉ុន្តែសង្គ្រាមមួយនេះមនុស្សជាតិស្ទើរតែមិនអាចយកឈ្នះបានទាល់តែសោះនៅពេលបច្ចុប្បន្ននេះក្នុងឆ្នាំ2023អ្នកដែលតាមប្រមាញ់សត្វចម្លែកដែលនៅសេសសល់ត្រូវបានគេស្គាល់ថាជា Hunter ឬក៏អ្នកប្រមាញ់នឹងឯងរួចហើយសាច់រឿងកាត់មកកាន់សែងវូឯនេះវិញឃើញថាគេកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសិក្សាដោយហេតុតែគេត្រូវត្រៀមខ្លួនមុនធ្វើតេស្តក្លាយជាអ្នកប្រមាញ់ក្រោយធ្វើដំណើរបានមួយសន្ទុះទីបំផុតគេក៏មកដល់ Hunter Center ចូលមកដល់ខាងក្នុងឃើញថាមានការទិញលក់ដោះដូរគ្រឿងសព្វាវុធនិងវត្តមានអ្នកប្រមាញ់យ៉ាងច្រើនអ៊ូអរក្រឡេកមើលចុះឡើងសែងវូគិតថាមើលទៅប្រហែលជាមិនមានអ្នកមកធ្វើតេស្តច្រើនប៉ុន្មាននោះទេបន្ទាប់ក៏ឮគេប្រកាសក្តែងមកថាការចុះឈ្មោះធ្វើតេស្តជាអ្នកប្រមាញ់ត្រូវចុះទៅក្រោមដីជាន់ទី1ហើយរយៈពេលនៃការធ្វើតេស្តមានចំនួន20នាទីក្រោយទទួលបានព័ត៌មានហើយមិនចាំយូរសែងវូក៏ទៅដល់បន្ទប់ចុះឈ្មោះប្រឡងភ្លាមតែម្ដងចូលមកដល់ខាងក្នុងឃើញថាអ្វីខុសពីការរំពឹងទុកដោយហេតុតែនៅទីនេះមានអ្នកមកធ្វើតេស្តច្រើនគួរសមដែរមិនយូរប៉ុន្មានក៏មានបុរស3នាក់ដើរចូលមកអញ្ចឹងបុរសមេដៀងអាវខ្មៅម្នាក់នេះគឺជាស៊ីរ៉ាង Hunter ដែលមានឈ្មោះថាហានមយ៉ុងវ៉ាន់ហើយគាត់ក៏ជាអនុរិយទទួលខុសត្រូវក្នុងការប្រឡងរបស់ពួកគេនៅលើកនេះចំពោះការប្រឡងយកអាជ្ញាប័ណ្ណអ្នកប្រមាញ់មួយនេះគឺតម្រូវឲ្យមានការធ្វើតេស្ត3ដំណាក់កាលដែលមានដូចជាការធ្វើតេស្តសរសេរការធ្វើតេស្តជាក់ស្ដែងនិងការធ្វើតេស្តអំពីសមត្ថភាពដូច្នេះបើសិនជាពីណាហ៊ានបើកចាកក៏នឹងត្រូវដកសិទ្ធចេញពីការប្រឡងភ្លាមនិងមិនអនុញ្ញាតឲ្យចូលប្រឡងម្ដងទៀតនៅឆ្នាំនេះនោះទេគឺតម្រូវត្រូវរងចាំទៅដល់ឆ្នាំក្រោយបន្ទាប់ពីរៀបរាប់ពីលក្ខខណ្ឌនិងច្បាប់រួចរាល់អស់ហើយលោកគ្រូអនុរិយក៏សម្រេចឲ្យពួកគេចាប់ផ្ដើមប្រឡងនៅពេលនេះតែម្ដងមកមើលកូនសិស្សដែលត្រូវធ្វើតេស្តឯនេះពេលនេះក៏កំពុងតែបុកពោះគ្រប់គ្នាដោយហេតុតែអនុរិយនៅលើកនេះគឺមិនសូវជាស្លូតប៉ុន្មាននោះទេបន្ទាប់សាច់រឿងកាត់មកកាន់តួអង្គម្នាក់ទៀតដែលគាត់គឺជា JM Agency ម្នាក់អញ្ចឹង admin សុំហៅគាត់ថា CEO កាងបន្ទាប់ពីសន្ទនាជាមួយនឹងចៅហ្វាយរបស់គាត់រួចរាល់ហើយគាត់រៀងស្មុគស្មាញបន្តិចដែរដោយហេតុតែចំណូលច្រើនជាងចំណាយក្រឡេកមើលម៉ោងដឹងថាពេលនេះការប្រឡងធ្វើតេស្តជាអ្នកប្រមាញ់គួរតែបានបញ្ចប់ហើយអញ្ចឹងក៏ប្រញាប់ស្រូតដំណើរទៅយ៉ាងលឿនរួចហើយសាច់រឿងកាត់មកកាន់សែងវូឯនេះវិញគេបានបញ្ចប់ការប្រឡងនិងក្លាយទៅជាអ្នកប្រមាញ់រ៉េង F បានដោយជោគជ័យហើយគេស្មានមិនដល់នោះទេថាការប្រឡងវាងាយស្រួលបែបនេះនោះការធ្វើតេស្តសរសេរគ្រាន់តែធ្វើសំណួរងាយតែប៉ុណ្ណោះបើការធ្វើតេស្តសមត្ថភាពវិញគោលដៅដែលត្រូវបាញ់ក៏នៅចិត្តហើយចង់ចំណាយពេលប៉ុន្មានក៏បានសំខាន់ឲ្យតែបាញ់ត្រូវគោលដៅគឺជាប់ហើយរីឯចុងក្រោយការធ្វើតេស្តសមត្ថភាពវិញក៏កាន់តែងាយស្រួលគឺគ្រាន់តែឆ្លើយសំណួរធម្មតាប៉ុន្មានសំណួរតែប៉ុណ្ណោះសេញចឹងកើតតែម្នាក់ឯងចុះឡើងរៀងស្មុគស្មាញឈឺក្បាលពេក
អញ្ចឹងក៏សម្រួលអារម្មណ៍លែងចង់កាត់ច្រើនបន្តទៀតក្រឡេកមកមើលទិដ្ឋភាពនៅខាងក្រៅឯនេះវិញមានអ្នកតំណាងងារជាច្រើនមកចែកនាមប័ណ្ណចង់អូសទាញ Hunter ដែលទើបតែបញ្ចប់ការប្រឡងថ្មីៗឲ្យចូលរួមក្នុងងាររបស់ខ្លួនខណៈពេលដែលសែងវូកំពុងតែងឿងឆ្ងល់ភ្លាមនោះក៏មានអ្នកតំណាងងារម្នាក់ចង់ហុចនាមប័ណ្ណទៅឲ្យគេដែលគាត់ម្នាក់នេះគឺជា CEO កាងនឹងឯងដើម្បីជាការតាក់ទាញដំបូងគាត់ក៏បានណែនាំឈ្មោះប្រាប់ទៅកាន់សែងវូបើសិនជាគេតាក់ទងមកគាត់ក្នុងការទិញលក់ឬក៏រកមើលសត្វចម្លែកផ្សេងគាត់នឹងផ្ដល់សេវាកម្មយ៉ាងល្អនិងយកថ្លៃសេវាកម្មតិចតួចបំផុតរីឯសែងវូឯណោះបានត្រឹមតែស្ញែងរាក់ទាក់ទៅគាត់វិញនៅស្របគ្នានោះផងដែរសែងវូស្រាប់តែទទួលបាន alert មួយបន្ទាប់ពីឆែកមើលបានដឹងថាពេលនេះស្គីក្លូនរបស់គេវាបានឡើងទៅដល់កម្រិត2ហើយអញ្ចឹងគេក៏អាចកោះហៅក្លូនបានថែមមួយទៀតគ្រាន់តែដឹងបែបនេះភ្លាមប្រញាប់ដាក់មេប្រូចទៅវិញយ៉ាងលឿនដោយស្រែកផ្ដាំ CEO កាងថាគេនឹងតាក់ទងទៅវិញនៅពេលក្រោយឃើញអញ្ចឹង CEO កាងឯណោះចង់ងាងម៉ាស៊ីនដាច់ចង្កេះផឹងរយៈពេល80ផ្លែតក្រោយមកបន្ទាប់ពីមកដល់ផ្ទះវិញហើយមិនចាំយូរសែងវូក៏ប្រញាប់កោះហៅក្លូនថ្មីថែមមួយទៀតដោយហេតុតែឥឡូវនេះគេមានក្លូនចំនួន2ហើយសែងវូរៀងសប្បាយចិត្តជាងមុនទៅទៀតក្រឡេកមកមើល CEO កាងឯនេះវិញក្រោយចែកនាមប័ណ្ណពេញមួយថ្ងៃគាត់ក៏សង្ឃឹមថាពួកគេទាំងអស់នោះនឹងតាក់ទងមកគាត់វិញនៅពេលក្រោយរួចហើយសាច់រឿងកាត់មកកាន់ទីស្នាក់ការហ្គៀហេសុងដែលជាហ្គៀលេខ1ប្រចាំប្រទេសកូរ៉េឯនេះវិញសាច់រឿងបង្ហាញឲ្យឃើញតួអង្គម្នាក់ទៀតដែលត្រូវជាចៅហ្វាយរបស់ CEO កាងប្រាប់ឲ្យគាត់យកតាមតម្លៃដែលគេបានដាក់នៅក្នុងឯកសារមួយនេះបន្ទាប់ពីពិនិត្យឯកសារដែលមេរបស់គាត់ប្រកល់ឲ្យគាត់រៀងងឿងឆ្ងល់បន្តិចជាមួយនឹងតម្លៃរបស់ត្រូឈាមព្រោះបើតាមស្តង់ដារត្រូឈាមមួយក្បាលមានតម្លៃដល់ទៅ5លានវ៉ុនឯណោះតែក្នុងបញ្ជីដែលគេឲ្យគាត់នេះតម្លៃត្រឹមតែ 2.4 លានវ៉ុនតែប៉ុណ្ណោះឮចឹងចៅហ្វាយ CEO កាងក៏គំរាមបែបធម៌ត្រជាក់បើគ្រប់យ៉ាងគឺត្រូវគោរពតាមច្បាប់រហូតនោះគេក៏នឹងមិនមានភាគលាភសេសសល់ចូលមកក្នុងខោប៉ៅនោះទេនិយាយរួមទៅអាគាត់ចៅហ្វាយ CEO កាងនឹងចង់កັບគេងស៊ីលុយចូលមកក្នុងកប៉ៅខ្លួនឯងដោយហេតុតែដឹងថា CEO កាងគោរពតាមច្បាប់ជាធំអញ្ចឹងក៏យកមុខតំណែងការងារមកគំរាមដាក់មុខមកដល់តាមផ្លូវក្រោយចេញពីក្រុមហ៊ុន CEO កាងឡើងចង់កពូលមុខកាត់មិញនេះបើដឹងអញ្ចឹងគាត់អត់និយាយអីនោះទេស្របគ្នានោះគាត់ស្រាប់តែទទួលបានទូរស័ព្ទពីនរណាម្នាក់បន្ទាប់ពីតាក់ទងគ្នាបានបន្តិចទើបដឹងថាអ្នកដែលហៅទូរស័ព្ទមកគាត់នោះគឺជាសែងវូនឹងឯងបំណងគេតាក់ទងមកគាត់ព្រោះចង់ជួបពិភាក្សាគ្នារឿងការងារមួយចំនួនមួយសន្ទុះក្រោយមក CEO កាងក៏មកដល់កន្លែងណាត់ជួបមកដល់ឃើញសែងវូនៅចាំនឹងស្រេចបន្ទាប់ពីរាក់ទាក់គ្នារួចក៏ចាប់ផ្ដើមកំងភេសជ្ជៈមួយចំនួនអញ្ចឹងចូលមកដល់ការពិភាក្សារបស់ពួកគេឯនេះវិញបំណងសែងវូគេចង់រកកន្លែងប្រមាញ់ដែលមានសុវត្ថិភាពដែលសូម្បីតែអ្នកប្រមាញ់ថ្មីដូចជាគេក៏អាចទៅបានឮចឹង CEO កាងក៏សួរចង់ដឹងសមត្ថភាពពិសេសដែលសែងវូមានអត់បោបាច់ច្រើនសែងវូថាស្គីរបស់គេគឺជាការក្លូនឮចឹង CEO កាងគិតថាមើលទៅស្គីក្លូនរបស់សែងវូនេះគួរតែជាការបង្កើតរូបភាពដូចជាការបំភាន់នោះហើយមើលមកអាគាត់សែងវូឯណែវិញអត់សូវខ្វល់អីច្រើននោះទេកាហ្វេមួយកែវពេញលើកអកដាច់តែម្ដងឃើញអញ្ចឹង CEO កាងចង់អស់វាចាដោយហេតុតែដឹងពីសមត្ថភាពពិសេសរបស់សែងវូហើយគាត់ក៏ប្រគល់ឯកសារកិច្ចសន្យាឲ្យសែងវូពិនិត្យមើលកន្លែងទី1ដែលគាត់ណែនាំគេនោះគឺជាកន្លែងប្រមាញ់ស្លែមដោយហេតុតែពពួកស្លែមនៅពេលដែលវាអតិទៅវាបញ្ចេញជាសារធាតុរាវនិងឧស្ម័នពុលមួយចំនួនអញ្ចឹងនៅពេលដែលប្រមាញ់តម្រូវឲ្យមានសម្លៀកបំពាក់ការពារហើយគុណវិបត្តិនៃសម្លៀកបំពាក់មួយនេះពួកគេមិនអាចធ្វើការបរបាញ់យូរបាននោះទេរីឯកន្លែងទី2វិញគឺជាកន្លែងប្រមាញ់ទន្សាយមានស្នែងហើយនៅកន្លែងមួយនេះការប្រមាញ់មិនមានពេលកំណត់នោះទេប៉ុន្តែក្នុងការប្រមាញ់ពួកវាមិនងាយស្រួលនោះទេ
ពិបាកក្នុងការរកចំណូលខ្លាំងណាស់បន្ទាប់ពីពិនិត្យមើលកិច្ចសន្យានិងស្ដាប់ការរៀបរាប់រួចរាល់ហើយសាំងវូក៏យល់ស្របក្នុងការចុះកិច្ចសន្យាមួយនេះឮចឹង CEO ការសប្បាយចិត្តខ្លាំងណាស់ឲ្យសាំងវូជ្រើសយកមួយក្នុងចំណោមពីរកន្លែងនេះទៅមិនគិតច្រើនសាំងវូក៏សម្រេចជ្រើសយកទាំងពីរកន្លែងតែម្ដងភ្លាមនោះក៏ស្រាប់តែឃើញមានសាំងវូម្នាក់ទៀតចេញមកបោះត្រាប៉ុចនៅលើក្រដាសកិច្ចសន្យាឃើញសាំងវូពីរនាក់អញ្ចឹង CEO កាងចង់ផ្អើល